បញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺថ្លើមបងប្អូនដែលមានបញ្ហាបាទចុកឆ្អល់ឬក៏ចុកបាទនេះចុកក្រោមឆ្អឹងជំនីខាងស្ដាំបាទចុកបោះដៃផុតណាបាទហើយមានបញ្ហាលមាស់ស្បែកជាប្រចាំអាសាកើតប្រទាលតាអាលឿងភ្នែកលឿងស្បែកហេវហត់អស់កម្លាំងលហិតលហៃមេរោគក្នុងថ្លើមជាតិពុលក្នុងថ្លើមឬបញ្ហារលាកថ្លើមប្រភេទ B ឬក៏បងប្អូនដែលមានបញ្ហាកាពះពោះវៀនពិបាកបត់ជើងចុកឆ្អល់លមូលភើជូរបាទចុកកាហាយក្នុងដើមទ្រូងនិងបញ្ហាតម្រងនោមបាទនោមតឹងនោមទាស់នោមមិនអស់នោមស្រក់បងប្អូនអាចតាក់ទងមកកាន់ក្រុមការងារឬក៏តំណាងចែកចាយលោកគ្រូអ្នកគ្រូនៅឱសថបុរាណធម្មជាតិខ្មែរមេតាយើងមានជាឈុតព្រឹកនិងល្ងាចបងប្អូនដែលឯកទេសខ្លាំងទៅលើការកាត់បន្ថយឬក៏ដោះស្រាយនៅបញ្ហារលាកថ្លើមប្រភេទ B អញ្ចឹងសម្រាប់ឱសថបុរាណធម្មជាតិខ្មែរមេតាដែលមានការគ្រប់គ្រងច្រើនមកដល់ពេលនេះគឺដោយសារតែគុណភាពប្រើពិតតមពិតគឺទទួលបានលទ្ធផលពិតតែម្ដងបងប្អូនដែលមានបញ្ហាដូចបានរៀបរាប់ខាងលើប្រើតែ2ថ្ងៃទៅ5ថ្ងៃឃើញប្រសិទ្ធភាពតែម្ដងហើយជាប្រភេទឱសថបុរាណបងប្អូនឱសថបុរាណអញ្ចឹងឱសថបុរាណរបស់យើងនេះគឺផ្សំចេញពីឫសឈើមើមឈើផ្លែផ្កាក្នុងព្រៃតែម្ដងកិនជាម្សៅលាយជាមួយនឹងទឹកឃ្មុំធម្មជាតិស្រេចស្រាប់បងប្អូនប្រើក្រោយបាយព្រឹកម្ដងល្ងាចម្ដងគឺជាការស្រេចអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការតាក់ទងមកឥឡូវ share ឬក៏ call វីដេអូនេះនឹងបានតម្លៃពិសេសតែម្ដងបាទអរគុណ